นสมาคมการเชิญมุกดาระบอบลูกชมเตียวสวรรค์วรรณรดรเลขาธิการประจำการกระทรวงการเงินในมดงบดาวิชีชีเวียโซเมตาออฟออซาโตខ្ញុំបានសូមអនុញ្ញាតចាប់ផ្ដើមកម្មវិធីសូមគោរពគណៈអធិបតីភ្ញៀវកិត្តិយសនិងអង្គពិធីទាំងមូលសូមស្វាគមន៍មកកាន់កម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គឆ្នាំទី3ខ្ញុំបាទតាវិរៈប៊ុនវឌ្ឍនានាងខ្ញុំវិញហួយតិចយើងខ្ញុំទាំងពីរនាក់ជាពិធីករនិងពិធីការនីនៃកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គឆ្នាំទី3នាថ្ងៃនេះដែលសក្រមប្រធានបទការរចនាអនាគតសម្រាប់យុវជនជំនាន់ក្រោយដែលមហោស្រពបច្ចេកវិទ្យាមេគង្គឆ្នាំទី3នេះមាននេតិកាសំខាន់ចំនួន4ដូចជាទី1សន្និសីទបច្ចេកវិទ្យាមេគង្គទី2វេទិកាសន្ទនាប្រតិបត្តិ Executive Networking Lounge ទី3ពិពណ៌នាបច្ចេកវិទ្យាមេគង្គទី4ការប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា Digital យុវជនចតុមុខในកម្មវិធីនៅថ្ងៃនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវសវណ្ណវណ្ណរតន៍រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារនិងបណ្ដុំបណ្ដាវិជ្ជាជីវៈអាយដាមមុលវិបុលអនុរដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុំបណ្ដាវិជ្ជាជីវៈនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋនិងឯកជនព្រមជាមួយនឹងវត្តមានរបស់លោក Sean Chang នាយករងនៃក្រុមហ៊ុន Eget Technology Co Ltdលោកធៀមពេជ្រវិសាលស្ថាបនិកនិងប្រធានមហោស្រពបច្ចេកវិទ្យាមេគង្គសូមគោរពអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិនិងសិស្សានុសិស្សទាំងអស់ជាកិច្ចបើកទំព័រនៃកម្មវិធីនាងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញលោកធៀមពេជ្រវិសាលស្ថាបនិកនិងប្រធានមហោស្រពបច្ចេកវិទ្យាមេគង្គឡើងថ្លែងរបាយការណ៍សង្ខេបលទ្ធផលសូមគោរពអញ្ជើញបាទជាបឋមខ្ញុំបាទសូមគោរពដល់វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវសវណ្ណវណ្ណរតន៍តំណាងដ៏ខ្ពង់ខ្ពស់របស់អាយដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាវិជ្ជាជីវៈវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់វត្តមានរបស់ Mr. Son អគ្គនាយករងនៃក្រុមហ៊ុន Eget Technology និងសិស្សានុសិស្សដែលមានវត្តមាននៅទីនេះទាំងអស់ជាក្នុងឱកាសដ៏មានអត្ថន័យនេះខ្ញុំបាទសូមថ្លែងនៅរបាយការណ៍សង្ខេបអំពីមហោស្រពបច្ចេកវិទ្យាមេគង្គលើកទី3ដែលយើងបានរៀបចំតាំងពីថ្ងៃម្សិលមិញបាទនៅគិតមកត្រឹមពេលនេះគឺយើងបានទទួលបានអ្នកចូលរួមប្រមាណជាជិត 15000 នាក់ទាំងរយៈពេល2ថ្ងៃហើយនៅក្នុងនោះគឺយើងបានគៀងគងនឹងអមជាមួយនៅព្រឹត្តិការណ៍ជាច្រើនដោយអ្វីដែលពិធីការនីបានរៀបរាប់មុននេះចំណុចដែលខ្ញុំចង់គូបញ្ជាក់គឺទៅលើពិព័រណ៍បច្ចេកវិទ្យានវានុវត្តន៍មេគង្គដែលយើងបានពំនាំនិងនាំមកជូននៅក្រុមហ៊ុនដៃគូស្ថាប័នទាំងសាធារណៈទាំងវិស័យឯកជននិងយុវជនបច្ចេកវិទ្យារបស់យើងប្រមាណជា85ស្តង់ដែលនៅក្នុងនោះគឺយើងមានក្រុមហ៊ុនដែលអញ្ជើញចូលរួមគឺ62ក្រុមហ៊ុននៅក្នុងនោះយើងមានបណ្ដាក្រសួងស្ថាប័នដែលគាត់អញ្ជើញមកតាំងពីពណ៌មានចំនួន4និងក្រៅពីនោះគឺជាស្ថាប័នឯកជនក៏ដូចជាយុវជនបច្ចេកវិទ្យានៅក្នុងឆ្នាំ2025នេះមហោស្រពបច្ចេកវិទ្យាមេគង្គគឺបានអញ្ជើញនៅវាគ្មិនប្រមាណជា28រូបដែលគាត់ជាអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យាក៏ដូចជាតំណាងនៅក្រុមហ៊ុនស្ថាប័ននិងជាពិសេសគឺតំណាងពីខាងស្ថាប័នក្រសួងស្ថាប័នដែលលោកបានធ្វើការងារទៅលើការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាសម្រាប់សេវាសាធារណៈជាដើមជាកិច្ចសំខាន់នៅក្នុងសន្និសីទបច្ចេកវិទ្យាមេគង្គ
គឺយើងបានធ្វើការទំនាក់ទំនងទៅជាមួយនឹងយុវជនខ្មែរយើងមួយរូបដែលគាត់ជាបណ្ឌិតផ្នែកបច្ចេកវិទ្យាកំពុងតែបម្រើការងារនៅឯប្រទេសបារាំងដែលឆ្លុះបង្ហាញអំពីសក្តានុពលនៃកម្លាំងយុវជនកម្ពុជានិងសក្តានុពលនៃការទៅស្វែងរកនៅបម្រើការងារនៅប្រទេសអភិវឌ្ឍជាពិសេសគឺនៅក្នុងតំបន់អឺរ៉ុបបង្ហាញឲ្យឃើញពីសមត្ថភាពនៃការបំពេញការងាររបស់យុវជនខ្មែរយើងនិងសក្តានុពលដែលអត់មានព្រំដែនដូច្នេះការចូលរួមរបស់លោក Kin For Fidel Dr. Kin For Fidel គឺជាការផ្ដល់នៅការលើកទឹកចិត្តជូនទៅកាន់យុវជនកម្ពុជារបស់យើងជាពិសេសគឺសិស្សានុសិស្សដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នារយៈពេល2ថ្ងៃនេះជាក្នុងឱកាសនេះខ្ញុំបាទក៏សូមអនុញ្ញាតជម្រាបជូនអំពីប្រវត្តិសង្ខេបខ្លះៗរបស់ TO Festival ក៏ដូចជាមហោស្រពបច្ចេកវិទ្យាមេគង្គជូនទៅកាន់គណៈអធិបតីក៏ដូចជាភ្ញៀវកិត្តិយសនិងសិស្សានុសិស្សដែលចូលរួមនៅថ្ងៃនេះផងដែរ TO Festival ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2023ដែលអក្សរ TO គឺយើងមកពីពាក្យថាទិសដៅដែលទិសដៅនេះគឺបង្ហាញអំពីការកំណត់ជាក់លាក់នៅលើត្រីវិស័យមួយដែលជាគោលដៅរបស់យុវជន4នាក់ដែលបានចាប់ផ្ដើមបង្កើតនៅគម្រោងមួយនេះចងក្រងទៅជាសហគមន៍មួយ TO Festival មានទស្សនវិស័យក្នុងការដើរទៅដល់ឆាកអន្តរជាតិនាពេលអនាគតជាមូលហេតុដែលយើងច្របាច់បញ្ចូលនៅព្យញ្ជនៈជាតិអក្សរសាស្ត្រជាតិទៅជាមួយនឹងភាសាបរទេសដើម្បីបង្កើនភាពងាយស្រួលនៅក្នុងការទំនាក់ទំនងនៅក្នុងនោះយើងបានគៀងគងនៅយុវជនប្រមាណជាជិត 2000 នាក់គិតមកត្រឹមពេលនេះដែលបានរួមចំណែកនៅលើមាគ៌ាមួយនេះក្នុងការកសាងនៅគម្រោងសាធារណៈនិងគម្រោងសង្គមជាច្រើនតួយ៉ាងដូចជាមហោស្រពបច្ចេកវិទ្យាមេគង្គដែលយើងបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ2023ក្រោមឈ្មោះថាសន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាមេគង្គរហូតមកដល់ឆ្នាំទី2គឺនៅឆ្នាំ2024ទើបយើងធ្វើការផ្លាស់ប្ដូរឈ្មោះមកជាមហោស្រពបច្ចេកវិទ្យាមេគង្គស្របទៅតាមទស្សនវិស័យក៏ដូចជាកម្រិតនិងទំហំនៃព្រឹត្តិការណ៍ទាំងមូលជាភាពជោគជ័យមួយសម្រាប់ឆ្នាំ2025ដែលយើងមានការចូលរួមគ្រប់គ្រងយ៉ាងពេញទំហឹងពីក្រសួងស្ថាប័នជាពិសេសគឺក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈសម្រាប់ព្រឹត្តិការណ៍ឆ្នាំ2025និងមានការជ្រោមជ្រែងពីខាងក្រុមហ៊ុន eGate Technology ជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខរបស់យើងនៅក្នុងឆ្នាំនេះអមជាមួយនឹង Medphone ដែលជាម្ចាស់ឧបត្ថម្ភធំទើបយើងអាចសម្រេចបាននៅលទ្ធផលនៅក្នុងឆ្នាំនេះក៏ដូចជាការពំនាំនៅគម្រោងបច្ចេកវិទ្យានវានុវត្តន៍ជាច្រើនជូនមកកាន់សាធារណជនជាពិសេសគឺបងប្អូនសិស្សនិស្សិតដោយនាពេលបន្តិចទៀតនេះខ្ញុំបានក៏សូមអនុញ្ញាតគ្រប់អញ្ជើញវត្តមានគណៈអធិបតីវត្តមានលោកជំទាវរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបន្ទាប់ពីកម្មវិធីបិទនៅក្នុងថ្ងៃនេះនឹងដើរទស្សនាទៅលើពិព័រណ៍ដើម្បីមើលឃើញនៅស្នាដៃរបស់យុវជនក៏ដូចជាក្រុមហ៊ុនស្ថាប័នដែលគាត់បានព្យាយាមនៅក្នុងការត្រួសត្រាយនៅវិស័យឧស្សាហកម្មបច្ចេកវិទ្យា Digital នៅក្នុងប្រទេសកម្ពុជារបស់យើងបាទជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណសារជាថ្មីម្ដងទៀតទៅកាន់ក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈក្រមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋលេខាធិការក៏ដូចជាអាយដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈដែលតែងតែគាំទ្រទៅលើគម្រោងសង្គមនិងយុវជនស្ម័គ្រចិត្ត TO Festival កន្លងមកហើយក៏សូមប្រសិទ្ធពរជ័យជូនគណៈអធិបតីក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់ជួបតែពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លៀងឃ្លាតឡើយបាទសូមអរគុណសូមគោរពថ្លែងអំណរគុណចំពោះការថ្លែងរបាយការណ៍ដ៏មានអត្ថន័យរបស់លោកធៀមពេជ្រវិសាលជាកិច្ចបន្ទាប់ខ្ញុំបាទមានកិត្តិយសសូមគោរពអញ្ជើញលោក Sean Chang នាយករងនៃក្រុមហ៊ុន eGate Technology Co Ltd ឡើងថ្លែងសន្និដ្ឋានថា So I would like to invite Mr. Sean Chang, Vice President of eGate Technology Co Ltd, our title sponsor, to the stage to give the speech. គូបញ្ជាក់ផងដែរថាលោក Sean Chang ឡើងថ្លែងសន្និដ្ឋាននឹងថ្លែងសន្និដ្ឋានថាជាភាសាចិនដូច្នេះគឺនឹងមានអ្នកបកប្រែជាភាសាខ្មែរផងដែរ It should be noted that Mr. Sean Chang will be giving a speech in Chinese, so there will be a Khmer interpreter as well. សូមគោរពអញ្ជើញ Please welcome. Good afternoon, ladies and gentlemen. I'm a foreigner here, so please allow me to speak in English. Just as I share to everyone, I think the first thing I need to do is learn more Khmer, so can speak in Khmer, huh?
Thank you again. It's very honored to be invited join this big event. When I see you guys, I see so many young generation. I remember when I was graduated from school 15 years ago, I joined the IT industry. I working in IT side for 15 years. I think the hope is belong to the new generation. And what make eGas grow up so faster? I think the key things is we have so many talents, new generation talents. Actually, please, eGas is a 100% Cambodia company. We have a lot of Cambodia shareholders. And more than 90% of our employees is Cambodia. I still remember my assistant worked for eGas 5 years ago. And he can speak English so good and Chinese so good. Cambodia and China have a very good and very strong relationship. In 1990s, China still grew so faster. The IT industry just the beginning. And when I came to Cambodia 5 years ago, I feel the same thing. Opportunity keep coming. So many opportunities. eGas here, we faced a lot of competitors. Some competitor is so great and so power, like the Grab, like the Foodpanda. But we still can share some market. I think the first thing is we very respect and the culture of the Cambodia. And the second thing we can successful because we hired a lot of young generation. So about the technical side, I think will change our life. The education way is different. Right now, I still try to get my doctor degree in Thailand. And the things, the teachers teach me things is different compared with before. The AI, the tools, change a lot of things. So I think eGas have run in business 8 years in Cambodia. We got a lot of support from the government side. We got a lot of support and help from the young generation. And we now, a company, as a Cambodia company, we also want to offer the opportunity for young generation. We need more and more talents join us and help us to running the business bigger and bigger. We now cover the 4 countries, Cambodia, Thailand, Laos, and Vietnam. When we go to each country, we hire a lot of young generation to join us and listen to them. What do you need? What do you young generation need? What I can do for you? I think this is the key thing. Make eGas strong and strong, stronger and stronger. Finally, I want to sincerely thank you. Thank you. I'm so lucky. eGas is so lucky. We got so many help from the government side. We got so many help and support from the young generations like yours. I want to meet you next year in this Mekong Festival again. Thank you. សូមគោរពថ្លែងអំណរគុណចំពោះការថ្លែងសារក្រឹត្យហៅដ៏មានអត្ថន័យ Thank you for giving such a meaningful speech បន្តទៅនេះខ្ញុំបាទសូមគោរពអញ្ជើញលោកជំទាវ សវណ្ណ វណ្ណរតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈឡើងថ្លែងសារក្រឹត្យថាបិទមហោស្រពសូមគោរពអញ្ជើញ ជាបឋមនាងខ្ញុំសូមធ្វើការគោរពជំរាបសួរចំពោះវត្តមានរបស់អាដាមលោកស្រីដែលជាសមាជិកនៃគណៈធិបតីក៏ដូចជាទឹកមុខដ៏ស្រស់ញញឹមរបស់សមាជិកានៅក្នុងវេទិកានេះដែលសុទ្ធសឹងតែជាយុវជនចំនួនក្រោយដែលស្របជាមួយនឹងអ្វីដែលមហោស្រពនេះបាននឹងកំពុងរៀបចំរយៈពេល2ថ្ងៃនេះគឺសម្រាប់ការរចនាអនាគតសម្រាប់យុវជនចំនួនក្រោយ
ហើយនៅក្នុងរសៀលនេះនាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងការចូលរួមផ្ដល់ជាមតិយោបល់ខ្លះៗដើម្បីបិទមហោស្រពនៅក្នុងការផ្ដល់ជាឱកាសជូនទៅដល់យុវជនចំនួនក្រោយអំពីអ្វីដែលជាបច្ចេកវិទ្យានៅក្នុងការរស់នៅក៏ដូចជាការរៀបចំអនាគតរបស់ខ្លួនពិតណាស់ដោយអ្វីដែលលោកធានវិសាលដែលជាប្រធានមហោស្រពមហោស្រពដែលបានបញ្ជាក់មុននេះគឺយើងបាននឹងកំពុងរៀបចំនៅមហោស្រពមេកុងបច្ចេកវិទ្យាមួយនេះដែលជាភាសាអង់គ្លេសហៅថា Mekong Technology Festival ដែលនេះក៏មិនមែនជាឆ្នាំទី1នោះទេដែលយើងបានរៀបចំនៅកម្មវិធីនេះឡើងហើយតាមរយៈតួ Festival ដែលលោកវិសាលបានបញ្ជាក់មុននេះគឺក៏មាននៅគំនិតព្រួយផ្ដាមជាច្រើននៅក្នុងការជំរុញក៏ដូចជាលើកកម្ពស់នៅការយល់ដឹងរបស់ប្រជាជនកម្ពុជារបស់យើងជាពិសេសគឺសម្រាប់យុវជនចំនួនក្រោយឲ្យបានយល់ដឹងអំពីអ្វីដែលជាអត្ថប្រយោជន៍អំពីបច្ចេកវិទ្យាហើយនៅក្នុងទីនេះគឺមានវត្តមានរបស់បងប្អូនចំនួនក្រោយដែលអ្នកខ្លះអាចខ្ញុំត្រូវហៅថាក្មួយនៅពេលដែលឃើញវត្តមានរបស់បងប្អូនខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានអារម្មណ៍កាន់តែចាស់ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបច្ចេកវិទ្យាអាចធ្វើឲ្យយើងក្មេងឡើងវិញដូច្នេះហើយចំណុចសំខាន់ដែលខ្ញុំចង់ចូលរួមជាមួយនឹងបងប្អូនក៏ដូចជាគណៈកម្មការក៏ដូចជាគណៈអធិបតីនៅក្នុងនៅក្នុង Mekong Technology Festival នេះគឺធ្វើយ៉ាងណាឲ្យយើងដើរតាមទាន់អ្វីដែលជាបច្ចេកវិទ្យាយល់អំពីអត្ថន័យនៃបច្ចេកវិទ្យាថាតើបច្ចេកវិទ្យាដែលយើងកំពុងនិយាយរាល់ថ្ងៃថាយើងស្ថិតនៅក្រោមឥទ្ធិពលនៃបច្ចេកវិទ្យាវឌ្ឍនភាពការងារដែលកើតចេញពីការប្រែប្រួលនៃការប្រើប្រាស់បច្ចេកវិទ្យានេះថាតើអាចមានផលប៉ះពាល់អ្វីខ្លះឬមួយក៏ផ្ដល់ជាឱកាសអ្វីខ្លះជូនទៅដល់បងប្អូនចំនួនក្រោយពិតណាស់អ្វីដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននឹងកំពុងអនុវត្តបច្ចុប្បន្នអាចថាបងប្អូនមួយចំនួនដែលមានវត្តមាននៅទីនេះក្រៅពីអាដាមក៏ដូចជាលោកស្រីជាតំណាងក្រសួងស្ថាប័នក៏ដូចជាវត្តមានរបស់តោ Festival គឺអាចថាស្គាល់ថាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននឹងកំពុងបំពេញនៅបេសកកម្មអ្វីខ្លះក៏ប៉ុន្តែខ្ញុំសូម2នាទីចុះដើម្បីជម្រាបជូនទៅដល់បងប្អូនដែលមានវត្តមាននៅទីនេះជាពិសេសគឺយុវជនចំនួនក្រោយដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសកម្ពុជារបស់យើងអំពីបេសកកម្មដ៏សំខាន់របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ដើមចេញពីពាក្យថាការងារពិតណាស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺបាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតនិងបង្កើនឱកាសការងារជូនទៅដល់បងប្អូនជាពិសេសក៏ដូចជាបងប្អូននៅក្នុងគ្រប់ទម្រង់ទាំងពីរភេទក៏ដូចជាតាមប្រភេទនៃ gender រួមបញ្ចូលទាំងអាយុក៏ដូចជាបងប្អូនដែលមានពិការភាពផងដែរហើយពិតណាស់តាមរយៈអ្វីដែលយើងបាននឹងកំពុងរៀបចំនៅក្នុងវេទិកាមហោស្រពរយៈពេល2ថ្ងៃនេះគឺយើងបាននឹងកំពុងបញ្ចូលឲ្យមាននៅភាពរួមគ្នាភាពពេញលេញដែលជាភាសាបច្ចេកទេសយើងហៅថាបរិយាបន្នហើយភាសាអង់គ្លេសហ្នឹងគឺ inclusiveness មានន័យថាយើងធ្វើយ៉ាងណាប្រើប្រាស់នៅបច្ចេកវិទ្យាដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្រប់រូបភាពគ្រប់ភេទគ្រប់និន្នាការដោយមិនមានការរើសអើងទេមានន័យថាគាត់អាចទទួលបាននៅអត្ថប្រយោជន៍ពីបច្ចេកវិទ្យានៅក្នុងជីវិតរស់នៅការប្រកបមុខរបរក៏ដូចជាការរៀបចំអនាគតរបស់ខ្លួនដែរហើយឆ្លៀតក្នុងឱកាសនេះនាងខ្ញុំក៏សូមបញ្ជាក់ថាក្រៅពីបង្កើតនិងបង្កើនឱកាសការងារជូនទៅដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសការត្រៀមនៅទីផ្សារការងារមួយសម្រាប់បងប្អូនក្មួយជាយុវជនចំនួនក្រោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បាននឹងកំពុងរៀបចំក៏ដូចជាអនុវត្តនៅគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការផ្ដល់ជំនាញជូនទៅដល់បងប្អូនគ្រប់គ្នាផងដែរជាក់ស្ដែងប្រសិនបើបងប្អូនមិនមានជំនាញទេពិតណាស់ការឆក់យកឱកាសការងារការចូលទៅបំពេញតួនាទីនៅក្នុងភារកិច្ចនៅក្នុងទីផ្សារការងារឬក៏ការបង្កើតនៅមុខរបរផ្ទាល់ខ្លួនអាចនឹងជួបបញ្ហាប្រឈមជាច្រើនដូច្នេះហើយបងប្អូនត្រូវតែយកឱកាសដើម្បីសិក្សាដើម្បីអនុវត្តនៅការស្រូបយកនៅជំនាញបន្ថែមដើម្បីឲ្យយើងទាំងអស់គ្នាមានជំនាញមួយពិតប្រាកដហើយដើម្បីអាចចូលទៅក្នុងទីផ្សារការងារទាំងការជំរុញការបង្កើតនៅឱកាសការងារថ្មីតាមរយៈការបង្កើននៅសហគ្រិនភាពផងដែរចំណុចទាំងអស់នេះគឺជាអ្វីដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននឹងកំពុងអនុវត្តហើយក៏សូមអរគុណចំពោះការអញ្ជើញនៅវត្តមានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈហើយនៅក្នុងវេទិកាទាំង2ថ្ងៃនេះ
ក្រសួងការងារនិងបណ្ដុំដៅជីវៈក៏បានរៀបចំស្តង់ការងាររបស់ខ្លួនមួយដើម្បីបានបង្ហាញជូនទៅដល់បងប្អូនអំពីបេសកកម្មរបស់ក្រសួងការងារនិងបណ្ដុំដៅជីវៈផងដែរគឺផ្ដោតសំខាន់ពាក់ព័ន្ធជាមួយនឹងបេសកកម្មរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារដែលខ្ញុំគិតថាវាជាចំណុចមួយដែលត្រូវជាមួយនឹងបងប្អូនចំនួនក្រោយមែនទែនដែលបេសកកម្មរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្ដុំដៅជីវៈគឺផ្ដល់នៅសេវាស្វែងរកការងារធ្វើជូនទៅដល់បងប្អូនក៏ដូចជាការផ្ដល់នៅការប្រឹក្សាយោបល់សម្រាប់បងប្អូនថាតើបងប្អូនមានចំណង់ចំណូលចិត្តអ្វីបងប្អូនមានសមត្ថភាពបែបណាហើយបងប្អូនជ្រើសរើសនៅមុខវិជ្ជាដែលកំពុងសិក្សានោះត្រឹមត្រូវដែរឬទេហើយថាតើមុខវិជ្ជាដែលបងប្អូនកំពុងសិក្សាបច្ចុប្បន្ននេះអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងដែលនឹងកំពុងតែមានការវិវត្តនៅក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគតផងដែរហើយតាមរយៈការចូលរួមរបស់បងប្អូននៅក្នុងវេទិកាមហោស្រពរយៈពេល2ថ្ងៃនេះដែលប្រធានបទឆ្នាំទី3នេះគឺមានការខុសប្លែកពីឆ្នាំមុនព្រោះថាឆ្នាំទី1គឺផ្ដោតសំខាន់ទៅលើបញ្ញាសិប្បនិម្មិតឆ្នាំទី2ផ្ដោតសំខាន់ទៅលើអ្វីដែលបញ្ញាសិប្បនិម្មិតនឹងមានឥទ្ធិពលទៅលើទីផ្សារការងារបច្ចុប្បន្នក៏តែនៅក្នុងឆ្នាំនេះគឺយើងបានផ្ដោតសំខាន់ទៅលើការរៀបចំក៏ដូចជាការរចនានៅអនាគតមួយសម្រាប់យុវជនចំនួនក្រោយរបស់កម្ពុជារបស់យើងផងដែរហើយតាមរយៈការឲ្យឈ្មោះថា Mekong Technology Festival នេះគឺមានន័យថាកម្ពុជាមិនមែននៅតែឯងទេកម្ពុជាគឺជាប្រទេសមួយនៅក្នុងតំបន់មេគង្គហើយតាមរយៈការផ្សារភ្ជាប់នៅក្នុងតំបន់មេគង្គនេះគឺយើងបានប្រើប្រាស់នៅបច្ចេកវិទ្យាដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនមានឱកាសមិនត្រឹមតែការសិក្សារៀនសូត្រនៅក្នុងប្រទេសទេមិនត្រឹមតែឱកាសការងារនៅក្នុងប្រទេសទេក៏ប៉ុន្តែបងប្អូនក៏អាចឈានទៅចាប់យកឱកាសនៅក្នុងបណ្ដាប្រទេសនៅក្នុងតំបន់មេគង្គហើយឈានទៅដល់ការឆាប់យកឱកាសក៏ដូចជាការបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងសកលលោកផងដែរទាំងអស់នេះគឺយើងអាចមើលឃើញថាគំនិតផ្ដួចផ្ដើមនេះគឺចាប់ផ្ដើមពីប្រទេសកម្ពុជាក៏ប៉ុន្តែជាក់ស្ដែងណាស់គឺយើងបាននឹងកំពុងតែដំណើរការងាររបស់យើងនៅក្នុងការចូលរួមជាមួយនឹងសកលលោកក៏ដូចជាការបង្ហាញឲ្យឃើញអំពីសក្តានុពលរបស់ប្រជាជាតិកម្ពុជាយើងផ្ទាល់តែម្ដងហើយឆ្លៀតនៅក្នុងឱកាសនេះខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងជាពិសេសគឺការចូលរួមរបស់យើងហៅថាក្រមយុវជនដែលមានភាពឃ្លាវខ្លានៅក្នុងការបដិញ្ញាចិត្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈតូ Festival ក៏ដូចជាការតាមរយៈការសហការជាមួយនឹងបណ្ដាក្រុមហ៊ុនឯកជនក៏ដូចជាគ្រឹះស្ថានសាធារណៈក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងការបង្កើតជាវេទិកាដ៏មានសារៈសំខាន់ជូនទៅដល់យុវជនចំនួនក្រោយហើយពិតណាស់បច្ចេកវិទ្យាគឺនឹងនាំបងប្អូនទៅដល់ការសម្រេចនៅក្តីសុបិនរបស់បងប្អូនបច្ចុប្បន្នទោះបីជាបងប្អូនមួយចំនួនមិនទាន់បានយល់ច្បាស់អំពីអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអ្វីទៅដែលនិយាយថាក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈកំពុងតែបង្កើតឱកាសការងារហើយអ្វីទៅជាជំនាញដែលក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈកំពុងតែផ្ដល់ជូនយុវជនតាមរយៈការអនុវត្តនៅកម្មវិធីអប់រំបណ្ដុំបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យចំនួន1.5 លាននាក់ទាំងអស់នេះគឺជាឱកាសដែលបងប្អូនអាចយល់ដឹងថាបងប្អូនមិនមែនមានត្រឹមតែឱកាសនៅក្នុងការសិក្សាយើងហៅថាការសិក្សាបែបទូទៅនៅក្នុងសាលាក៏ប៉ុន្តែបងប្អូនក៏ទទួលបានឱកាសបន្ថែមទៀតនៅក្នុងការសិក្សាជំនាញបន្ថែមដែលជាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈហើយទាំងអស់នោះហើយគឺជាអ្វីដែលកាន់តែជួយបងប្អូននៅក្នុងការបង្កើននៅសក្តានុពលរបស់បងប្អូននៅក្នុងការចូលរួមចំណែកជាមួយសង្គមជាតិអាចថាវានៅមានរយៈពេលវែងទៀតសម្រាប់បងប្អូនបង្ហាញស្នាដៃជូនទៅដល់ក្រុមគ្រួសារជូនទៅដល់មិត្តភ័ក្តិជូនទៅដល់សង្គមជាតិក៏ប៉ុន្តែវាជាឱកាសនៅក្នុងការចាប់យកចំណុចដ៏សំខាន់នៅក្នុងការរៀបចំអនាគតមួយប្រកបដោយភាពត្រឹមត្រូវប្រកបដោយមានចក្ខុវិស័យច្បាស់លាស់យើងមានទិសដៅដោយអ្វីដែលតូ Festival បានបង្កើតឡើងគឺយើងមានទិសដៅនៅក្នុងការកំណត់ក៏ដូចជាការបង្កើតនៅឱកាសការងារសម្រាប់ខ្លួនឯងមហិច្ឆតារបស់ខ្លួនឯងក៏ដូចជាការសម្រេចឲ្យបាននៅការបង្កើនការចូលរួមចំណែករបស់បងប្អូនសម្រាប់ធ្វើឲ្យប្រជាណាចក្រកម្ពុជារបស់យើងក្លាយទៅជាប្រទេសមួយដែលអាចមានកេរ្តិ៍ឈ្មោះហើយតាក់ទាញបាននៅការបណ្ដាក់ទុនអំពីបណ្ដាប្រទេសនៅក្នុងតំបន់ជាក់ស្ដែងយើងឃើញមានវត្តមាននៅក្រុមហ៊ុនបរទេសជាច្រើនជាក់ស្ដែងគឺ e-gate ដែលមានវត្តមាននៅទីនេះនិងមានបណ្ដាក្រុមហ៊ុនដែលជា sponsor សម្រាប់កម្មវិធី Festival នេះជាច្រើនទៀត
ដែលធ្វើឲ្យយើងបានឃើញថាកម្ពុជារបស់យើងពិតជាមានសក្តានុពលហើយសក្តានុពលនេះគឺនឹងតែបន្តទៅមុខទៀតតាមរយៈបងប្អូនយើងរស់នៅក្នុងពេលបច្ចុប្បន្នក៏ប៉ុន្តែជាក់ស្ដែងគឺយើងត្រូវតែប្រើប្រាស់ឱកាសរបស់យើងនៅក្នុងការធ្វើយ៉ាងណាឲ្យយើងឆ្លើយតបបានទៅនឹងតម្រូវការរបស់ការវិវត្តនៅក្នុងសង្គមនៅពេលដែលបងប្អូនទទួលបាននៅព័ត៌មានបញ្ជាក់បន្ថែមថាបងប្អូនអាចនឹងទទួលបានឱកាសនៅក្នុងការសិក្សារៀនសូត្រទទួលបានឱកាសនៅក្នុងការទទួលបានអាហារូបករណ៍ក៏ដូចជាឱកាសនៅក្នុងការទទួលបានការបង្កើត start up ការបង្កើនសហគ្រិនភាពបងប្អូនគួរតែចាប់យកនៅឱកាសទាំងនោះដើម្បីធ្វើយ៉ាងណាប្រែក្លាយជីវិតរបស់បងប្អូនដើម្បីឲ្យមានទិសដៅក៏ដូចជាចក្ខុវិស័យវែងឆ្ងាយនៅក្នុងការសម្រេចបាននូវមហិច្ឆតារបស់ខ្លួនបើប្រៀបធៀបជាមួយនឹងឱកាសដែលមាននៅក្នុងចំនួនរបស់បងសូមធ្វើការប្រៀបធៀបទៅចុះគឺបងប្អូនពិតជាមានសំណាងនៅក្នុងការទទួលបានឱកាសដែលមានការគ្រប់គ្រងទាំងវិស័យឯកជនវិស័យសាធារណៈហើយមានការចូលរួមអំពីការគ្រប់គ្រងក៏ដូចជាបណ្ដាញអន្តរជាតិផ្សេងៗនៅក្នុងការផ្តល់ឱកាសជូនទៅដល់បងប្អូនហើយខ្ញុំគិតថាការបូកសរុបនៅក្នុងការរៀបនៅមហាស្រពរយៈពេល2ថ្ងៃនេះខ្ញុំសង្ឃឹមថាបងប្អូនបើទោះបីជាមិនបានចូលរួមគ្រប់នៅយើងហៅថាវេទិកាដែលបានរៀបចំនៅក្នុងមហាស្រពនេះក៏សង្ឃឹមថាបងប្អូនអាចទទួលបានព័ត៌មានមួយចំនួនបើមិនបានច្រើនទេយ៉ាងហោចណាស់ក៏បានស្គាល់អ្វីដែលជាក្រសួងការងារបានកំពុងជួយដល់បងប្អូនតាមរយៈការបង្កើតឱកាសការងារតាមរយៈការផ្ដល់នៅជំនាញវិជ្ជាជីវៈជូនទៅដល់បងប្អូនហើយក៏តាមរយៈតូ Festival នៅក្នុងការផ្សារភ្ជាប់បងប្អូនជាមួយទៅនឹងការប្រកួតប្រជែងឱកាសការងារក៏ដូចជាឱកាសនៅក្នុងការបង្កើនសក្តានុភាពរបស់បងប្អូនផងដែរទាំងអស់នេះគឺជាអ្វីដែលក្នុងនាមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈពិតជាស្វាគមន៍ហើយក៏សូមធ្វើការវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តូ Festival ក៏ដូចជាមហោស្រពមេកុងបច្ចេកវិទ្យានេះផងដែររួមជាមួយនឹងបណ្ដាក្រុមហ៊ុនឯកជនទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះជាលើកទី3ហើយសង្ឃឹមថាក៏មានការបន្តរៀបចំនៅមហោស្រពនេះនៅក្នុងឆ្នាំបន្តទៅមុខទៀតហើយឆ្លៀតនៅក្នុងឱកាសនេះខ្ញុំគិតថាមានប្រមាណចំណុចដែលខ្ញុំចង់ផ្ញើសារជូនទៅដល់បងប្អូនចំនួនក្រោយទី1នោះគឺសូមឲ្យបងប្អូនព្យាយាមចាប់យកឱកាសនិងប្រែក្លាយឱកាសដែលបាននៅកំពុងចែករំលែកបច្ចុប្បន្ននេះនៅក្នុងការសម្រេចក្តីស្រមៃរបស់ខ្លួនទោះបីជាបងប្អូនមានភេទស្រីបងប្អូនមានភេទប្រុសក៏ប៉ុន្តែតាមរយៈបច្ចេកវិទ្យាគ្រប់គ្នាគឺអាចប្រើប្រាស់វាបានដើម្បីសម្រេចក្តីបំណងប្រាថ្នារបស់យើងដូច្នេះហើយសូមកុំខ្លាចនៅក្នុងការឈានជើងមួយជំហានទៅមុខមុនគេនៅក្នុងការចាប់យកឱកាសទាំងអស់នេះវាជាចំណុចមួយដ៏សំខាន់ដែលបងប្អូនអាចคล้ายទៅជាយើងហៅថានិមិត្តរូបមួយឬមួយក៏អាចคล้ายទៅជាបុគ្គលដ៏អស្ចារ្យមួយនៅក្នុងការចាប់ផ្ដើមនៅអ្វីដែលថ្មីតាមរយៈពាក្យនវានុវត្តន៍ការបង្កើតថ្មីហើយក៏តាមរយៈបច្ចេកវិទ្យាផងដែរជាក់ស្ដែងក៏សូមឲ្យចងចាំផងដែរថារាជរដ្ឋាភិបាលគឺតែងតែជំរុញនឹងការចូលរួមរបស់បងប្អូនក៏ដូចជាការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានទាំងក្រុមហ៊ុនឯកជនក៏ដូចជាតាមរយៈក្រសួងស្ថាប័នផ្សេងៗដែលបានចូលរួមនៅក្នុងការរៀបចំមហោស្រពនេះគឺនឹងសម្រេចឲ្យបាននូវក្តីសង្ឃឹមរបស់បងប្អូនគ្រប់គ្នាហើយចំណុចទី2នោះគឺជាសារដ៏សំខាន់សម្រាប់តូ Festival ផ្ទាល់តែម្ដងគឺក្នុងនាមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមធ្វើការវិតម្លៃខ្ពស់ហើយនឹងផ្ដល់ការគ្រប់គ្រងយ៉ាងពេញលេញជូនទៅដល់តូ Festival នៅក្នុងការរៀបចំព្រឹត្តិការណ៍បែបនេះហើយក៏សូមចូលរួមនៅក្នុងការលើកតម្កើងក៏ដូចជាការចែករំលែកនៅព័ត៌មាននេះបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យយុវជននៅទូទាំងប្រទេសកម្ពុជាបានទទួលយកឱកាសស្មើៗគ្នាអំពីបច្ចេកវិទ្យាដោយសារតែតូ Festival ក៏ដូចជាតាមរយៈ MTF នេះគឺយើងបានចែករំលែកក៏ដូចជាការចូលរួមទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងជាពិសេសយុវជនរបស់យើងត្រឹមអាចថាមានចំនួន20000នាក់ក្នុងមួយឆ្នាំក៏ប៉ុន្តែយើងគួរតែគិតមើលបន្ថែមទៀតផងដែរថាតើយើងអាចប្រើប្រាស់មធ្យោបាយបែបណាខ្លះតាមរយៈបច្ចេកវិទ្យាដែលយើងកំពុងមាននៅក្នុងដៃនេះផ្ញើសារជូនទៅដល់ពួកគាត់គ្រប់គ្នាដើម្បីឲ្យគាត់បានចូលរួមនិងបានទទួលយកឱកាសនេះគ្រប់គ្នាព្រោះថាបញ្ហាប្រឈមរបស់យើងអាចនៅក្នុងចំណុចមួយនៃការផ្សព្វផ្សាយក៏ដូចជាការលើកកម្ពស់ឲ្យគាត់មានការយល់ដឹងអំពីបច្ចេកវិទ្យាក៏ដូចជាការទទួលយកនៅអត្ថប្រយោជន៍ពីបច្ចេកវិទ្យាពិតណាស់ក្នុងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់យើងក៏បាននឹងកំពុងអនុវត្តនៅកម្មវិធីយើងហៅកាត់ថាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដែលហៅកាត់ថាជាភាសាអង់គ្លេសថា TVET នេះយើងក៏គ
គិតថាវាជាឱកាសមួយដែលតាមរយៈតូ Festival និងការអនុវត្តនៅកម្មវិធី TVET នេះយើងសហការគ្នាដើម្បីធ្វើយ៉ាងណាផ្ដល់សារជាឱកាសនេះជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅតាមបណ្ដាខេត្តក៏ដូចជាជនគោលដៅជាពិសេសគឺយុវជននៅគ្រប់ស្រទាប់វណ្ណៈឲ្យគាត់បានចាប់អារម្មណ៍អំពីការសិក្សាអំពី STEM ក៏ដូចជាការសិក្សាអំពីការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជាឱកាសមួយនៅក្នុងការ shape នៅក្នុងការកែសម្រួលខ្លួនគាត់នៅក្នុងការកសាងខ្លួនគាត់សម្រាប់អនាគតរបស់ពួកគាត់នាពេលខាងមុខនេះដែលបាននឹងចូលរួមយ៉ាងសំខាន់នៅក្នុងការអនុវត្តនៅក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសគឺការអភិវឌ្ឍនៅបច្ចេកវិទ្យាព្រោះថាយើងបាននឹងកំពុងអនុវត្តនៅក្របខ័ណ្ឌdigital នៅក្នុងការធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជារបស់យើងបានប្រែក្លាយទៅជាប្រទេសមួយដែលមាននៅសក្តានុពលនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា digital នៅក្នុងទាំងការរស់នៅការប្រកបការងារទាំងផ្នែករដ្ឋបាលសាធារណៈក៏ដូចជាទាំងវិស័យឯកជនផងដែរហើយសារទី3ដ៏សំខាន់នោះដែរគឺផ្ញើសារជូនទៅដល់គ្រប់សហគ្រាសគ្រីស្ថាននៅក្នុងវិស័យឯកជនទាំងអស់ជាពិសេសដែលមានវត្តមាននៅទីនេះមាន e-gate ហើយក៏ដូចជាក្រុមហ៊ុនផ្សេងទៀតសូមផ្ដល់ការឱកាសជូនទៅដល់យុវជនជំនាន់ក្រោយជាបន្តទៀតនៅក្នុងការដែលពួកគាត់អាចចូលរួមនិងបង្កើតជាគំនិតថ្មីៗដែលជួយទៅដល់អាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងបច្ចេកវិទ្យាទាំងអស់នេះផងដែរហើយជាចុងក្រោយនេះខ្ញុំមិនមានអ្វីបន្ថែមទេព្រោះថាឃើញនៅទឹកមុខនេះគឺមានអារម្មណ៍ថាចង់ទៅមើលនៅស្តង់បន្ថែមទៀតដើម្បីឲ្យយល់កាន់តែច្បាស់ថាបន្ទាប់ពីការស្ដាប់នៅមតិបូកសរុបនៅក្នុងការរៀបចំនៅមហោស្រពនេះតើមានអ្វីជាក់ស្ដែងពីព្រោះថាការរៀបចំវេទិកានេះមិនមែនគ្រាន់តែនិយាយទេក៏ប៉ុន្តែគឺយើងបានយកអ្វីដែលជាសកម្មភាពជាក់ស្ដែងជូនមកឲ្យបងប្អូនបានមើលផ្ទាល់តែម្ដងថាគឺយើងមានការអនុវត្តផ្ទាល់គឺយើងមានលទ្ធផលដែលជាគំនិតនិងស្នាដៃរបស់បងប្អូនជំនាន់ក្រោយក៏ដូចជាឱកាសដែលបងប្អូនអាចទទួលយកបានទាំងការចាប់យកក៏ដូចជាបង្កើននូវភាពក្លាហានរបស់ខ្លួននៅក្នុងការប្រើបច្ចេកវិទ្យាដើម្បីកសាងអនាគតរបស់ខ្លួនផងដែរដូច្នេះខ្ញុំសង្ឃឹមថាតាមរយៈវេទិការរយៈពេល2ថ្ងៃនេះបងប្អូននឹងអាចយ៉ាងហោចណាស់ក៏ទទួលបានព័ត៌មានអំពីអ្វីដែលជាបច្ចេកវិទ្យាហើយសារសំខាន់នោះគឺសូមឲ្យបងប្អូនចាប់យកនៅឱកាសបង្កើនភាពក្លាហាននៅក្នុងការប្រើប្រាស់នៅបច្ចេកវិទ្យាដើម្បីសម្រេចនៅក្តីបំណងរបស់ខ្លួនដើម្បីកសាងអនាគតមួយនៅក្នុងយុគសម័យ digital ទាំងអស់គ្នាផងដែរអញ្ចឹងមុននឹងបញ្ចប់នេះខ្ញុំក៏សូមយកឱកាសនេះដើម្បីជូនពរទៅដល់មហោស្រពទាំងមូលក៏ដូចជា TO Festival ក្រុមហ៊ុន e-gate ក៏ដូចជា sponsor នៃមហោស្រពទាំងមូលនេះសូមទទួលបានជោគជ័យនៅក្នុងគ្រប់បេសកកម្មរបស់ខ្លួននៅក្នុងគ្រប់អាជីវកម្មរបស់ខ្លួនហើយសង្ឃឹមថាយើងនឹងអាចជួបគ្នានៅក្នុងឆ្នាំក្រោយៗទៀតនៅក្នុងព្រឹត្តិការណ៍ដែលកាន់តែមានការចូលរួមច្រើនហើយទទួលបាននៅការសាទរពីសាធារណជនផងដែរជាចុងក្រោយខ្ញុំសូមជូនពរទៅដល់វត្តមានរបស់បងប្អូននៅទីនេះទាំងអស់សូមទទួលបាននៅជោគជ័យនិងសម្រេចបាននៅក្តីបំណងប្រាថ្នារបស់ខ្លួនទាំងអស់គ្នាហើយក៏សូមប្រកាសបិទមហោស្រពនៅក្នុងរយៈពេល2ថ្ងៃនេះចាប់ពីពេលនេះតទៅសូមអរគុណសូមគោរពថ្លែងអំណរគុណចំពោះការថ្លែងសង្កត់កថាដ៏មានអត្ថន័យរបស់លោកជំទាវជាគេបន្តជាពិធីជូនវត្ថុអនុស្សាវរីយ៍ខ្ញុំបាទសូមគោរពអនុញ្ញាតលោកជំទាវសុវណ្ណវណ្ណរតមេត្តាបន្តនៅលើវេទិកាសូមគោរពអញ្ជើញលោក Sean Chang នាយករងនៃក្រុមហ៊ុន e-gate Technology Co Ltd ឡើងលើវេទិកាដែលជាឧបត្ថម្ភផ្ដាច់មុខដើម្បីប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកជំទាវសុវណ្ណវណ្ណរតលោកលេខាធិការប្រចាំការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ I would like to invite Mr. Sean Chang Vice President of e-gate Technology Co Ltd, our title sponsor, to the stage to hand the souvenir to Her Excellency Ms. Vannaruat, Permanent Secretary of the State of Ministry of Labor and Vocational Training. ជាសិនតើគឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីជាតិរបស់ប្រទេសចិនវាមានដើមកំណត់នៅសៀមិនខេត្តហ្វូជៀននិងមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយជាបន្តសូមក្រុមអាជីវលោកធៀមពេជ្រវិសាលស្ថាបនិកនិងប្រធានមហោស្រពបច្ចេកវិទ្យាមេគង្គឡើងលើវេទិកាដើម្បីប្រកល់វត្ថុអនុស្សាវរីយ៍ជូនលោកជំទាវសុវណ្ណវណ្ណរតលោកលេខាធិការប្រចាំការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ជាបន្តនាងខ្ញុំសូមគោរពអញ្ជើញគណៈអធិបតីភ្ញៀវកិត្តិយសទាំងអស់សូមមេត្តាក្រោកឈរឡើងប្រំព្រៀបគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមគោរព